គ្រាន់តែសុំគេទៅដេកអត់បានបុរសម្នាក់គឺគាត់ដល់ថ្នាក់ថាចាប់ជំរិតគេហើយធ្វើទរណកម្មគេឃុំឃាំងគេទុកអស់រយៈពេល12ថ្ងៃហើយគេសង្ស័យថាគាត់ហ្នឹងក៏ជា serial killer ម្នាក់ដែរដោយបុរសម្នាក់ហ្នឹងគឺមានឈ្មោះថា Jeffrey Maxwell ដែលគាត់រស់នៅទីក្រុង Texas សហរដ្ឋអាមេរិកJeffrey គឺគាត់រៀបការតាំងពីគាត់អាយុ18ឆ្នាំបន្ទាប់ពីមិត្តស្រីរបស់គាត់ដែលមានឈ្មោះថា Rita ហ្នឹងគឺមានផ្ទៃពោះបន្ទាប់ពីរៀបការគាត់បានប្រហែលឆ្នាំផងគឺពីអ្នកគាត់ក៏បានបែកគ្នានៅក្នុងឆ្នាំ1981ហើយនៅពេលដែល Jeffrey គឺគាត់មានអាយុ29ឆ្នាំគឺគាត់បានជួបនឹងនារីម្នាក់ទៀតដែលមានឈ្មោះថា Marthaហើយគាត់ក៏បានរៀបការជាមួយគ្នាពេលដែលរៀបការហើយហ្នឹងគឺ Jeffrey គឺគាត់ចាប់ផ្ដើមចេញចរិតពិតរបស់គាត់អ្នកនរគ្នាគឺគាត់ចាប់ផ្ដើមជាមនុស្សម្នាក់ដែរចូលចិត្តប្រើអំពើហិង្សាចូលចិត្តហួងហែងនិយាយទៅគ្រប់គ្រងប្រពន្ធគាត់ហ្មងហើយនៅក្នុងឆ្នាំ1987ហ្នឹងគឺ Jeffrey គឺគាត់បានវាយប្រពន្ធគាត់ខ្លាំងមែនតើហ្មងអ្នកនរគ្នាគឺថាវាយហើយរំលោភបំពានហើយដល់ថ្នាក់ថាមកអាក៏ប្រពន្ធគាត់ទៀតណាអ្នកនរគ្នាតែជាសំណាងល្អដែលមកថាហ្នឹងគឺគេជួយសង្គ្រោះគាត់តាន់ប៉ុន្តែគឺគាត់សាច់កម្មអ្នកនរគ្នាគឺអត់បែកគ្នាជាមួយនឹង Jeffrey ទេគាត់ Jeffrey លួងអីចឹងទៅក៏ត្រូវគ្នាវិញប៉ុន្តែត្រូវគ្នាអត់បានផងមកថាហ្នឹងគាត់ក៏បាត់ខ្លួនហ្មងសុកបាត់ខ្លួនហ្មងហើយពេលហ្នឹងគឺគាត់មានកូនម្នាក់កូនប្រុសម្នាក់ជាមួយនឹង Jeffrey ដែរ Jeffrey គឺគាត់និយាយថាមកថាហ្នឹងរត់ចោលគាត់ជាមួយកូនអីចឹងទៅប៉ុន្តែគឺគេអត់ជឿទេដោយសារមកថាគឺជាមនុស្សម្នាក់ដែរស្រឡាញ់កូនគាត់ខ្លាំងចឹងគាត់អត់មានអាចទៅរត់ចោលកូនឬក៏ប្តីបានទេរហូតដល់ឆ្នាំ1995 Jeffrey គាត់ក៏បានទៅរៀបការជាមួយនឹងប្រពន្ធទី1របស់គាត់វិញដែលមានឈ្មោះថា Rita ហ្នឹងពេលនោះ Rita ហ្នឹងគាត់ក៏មានកូនស្រី3នាក់ដែរអ្នកនរគ្នាអញ្ចឹងនៅពេលដែលរៀបការអញ្ចឹងទៅ2ថ្ងៃមុនពេលដែលរៀបការម្ដងទៀតហ្នឹងគឺមិត្តភក្តិរបស់ Rita ហ្នឹងមកប្រាប់ថា Jeffrey ហ្នឹងគឺបានរំលោភបំពានគាត់តែ Rita គឺគាត់ស្ដាប់ពេលគាត់នៅតែរៀបការជាមួយនឹង Jeffrey ហ្នឹងវិញទៀតរហូតរៀបការអត់ទាន់បានហ្មងផងកូនស្រីរបស់គាត់ទូចហ្នឹងបានទៅសាលាទៅប្រាប់គ្រូប្រាប់អីថាគាត់ត្រូវបានឪពុកជុំរបស់គាត់ដែលជា Jeffrey ហ្នឹងវាលូកលាន់អីចឹងទៅរហូតដល់ខាងគេការពារសិទ្ធិកុមារគេបានយកកូនរបស់គាត់ទៅអញ្ចឹងគេចង់ឲ្យ Rita ហ្នឹងបែកគ្នាជាមួយនឹង Jeffrey បានគេឲ្យសិទ្ធិបីបាច់កូនហ្នឹងទៅកាន់ Rita វិញRita គាត់អត់ជំរឿគាត់ក៏បានចាក់ចេញចោល Jeffrey លែងលះគ្នាអញ្ចឹងទៅរហូតដល់ឆ្នាំ2001 Jeffrey គាត់ក៏បាន move ទៅនៅកន្លែងមួយទៀតហើយគាត់ក៏បានជួបនឹងអ្នកជិតខាងម្នាក់ដោយអ្នកជិតខាងគាត់ហ្នឹងគឺជាស្ត្រីដែលមានឈ្មោះថា Louis ដែលគាត់គឺជាមនុស្សម្នាក់ដែរ single អ្នកនរគ្នាគឺគាត់អត់មានប្តីអត់មានកូនទេគឺគាត់រស់នៅតែឯងហើយ Jeffrey ហ្នឹងគឺគាត់របៀបថាចាប់អារម្មណ៍ Louis ហ្នឹងអីចឹងគាត់ក៏ចាប់ដើមញ៉ាយញងសុំឲ្យគេទៅ date ជាមួយអស់រយៈពេល4ឆ្នាំនិយាយទៅតាមអស់រយៈពេល4ឆ្នាំតែគេនៅតែ say no អ្នកនរគ្នាគឺ Louis ហ្នឹងគឺគាត់អត់ព្រមទេគឺគាត់ចាប់អារម្មណ៍ Jeffrey ហ្នឹងយកមកហើយនឹងគាត់របៀបហាញញ៉ាយគេចេញមកបែកគេអ្នកនរគ្នាព្រោះមនុស្សគាត់ចេញមកគឺ creepy ហើយចេញមកគឺរកចិត្តហ្មងចឹងបាទ Louis គឺគាត់អត់ព្រមអីចឹងណារហូតដល់ឆ្នាំ2005 Jeffrey ហ្នឹងគាត់ក៏បាន move ទៅនៅកន្លែងផ្សេងមួយទៀតប៉ុន្តែ6ឆ្នាំក្រោយមកអ្នកនរគ្នាគឺថ្ងៃ1ខែ3ឆ្នាំ2011សុកគឺ Jeffrey ហ្នឹងគឺគាត់បានជិះទៅផ្ទះ Louis ហ្នឹងហើយគាត់ក៏បាននិយាយគ្នាមួយ Louis សម្រាប់ពីនេះមករបៀបថានេះផ្ទះអីចឹងណាលេខសុកលេខ Jeffrey ហ្នឹងគឺគាត់យកទឹកអីមួយយ៉ាងម្ដងបានចំមុខ Louis ហ្នឹងឲ្យចំផ្នែកចំអីហ្មងហើយគាត់ក៏បានធ្វើការចាប់ចម្រិតទៅលើ Louis ហ្នឹងពេលដែលចាប់ចម្រិតហើយគឺគាត់ចាប់ផ្ដើមចងដៃចងជើងហើយធ្វើការបៀតបៀនហើយនឹងប្រើប្រាស់ពើហិង្សាទៅលើ Louis ហ្នឹងហើយក៏បានចាប់ Louis ហ្នឹងមកផ្ទះរបស់គាត់ក្នុងកំឡុងពេលដែលគាត់ចាប់ចម្រិត Louis ហ្នឹងអ្នកនរគ្នាគឺគាត់ចាប់ផ្ដើមចងដៃចងជើងមួយខែពេលខ្លះគឺគាត់ឃុំ Louis ហ្នឹងនៅក្នុងដូចអាប្រអប់ឈើមួយដែលគេធ្វើពីឈើឃុំនៅក្នុងហ្នឹងអញ្ចឹងទៅនិយាយទៅគឺគ្រប់សពសារពើហ្មងរហូតដល់ចាប់ចម្រិត Louis បាន3ថ្ងៃ Jeffrey ហ្នឹងគឺគាត់បានទៅដុតផ្ទះ Louis ទៀតនិយាយទៅចាប់ចម្រិតគេហើយគឺទៅដុតផ្ទះគេទៀតគោលបំណងដែលគាត់ដុតហ្នឹងអាចនឹងគាត់ចង់បាត់ភ័ស្តុតាងឬក៏អីឬក៏គាត់គិតថាពេលគាត់ដុតទៅអាចនឹងគេគិតថា Louis បាត់ខ្លួនដោយសារតាឆេះនៅក្នុងផ្ទះហ្នឹងអីចឹងប៉ុន្តែពេលដែលប៉ូលីសមកមើលកន្លែងផ្ទះដែលឆេះហ្នឹងគឺអត់មានឃើញសាកសពរបស់មនុស្សនៅក្នុងហ្នឹងទេចឹងគឺគេគិតថា Louis ហ្នឹងគឺបាត់ខ្លួនចឹងគេក៏ចាប់ផ្ដើមស្វែងរកស្វែងអីចឹងទៅហើយកំឡុងពេលដែលគាត់ដុតផ្ទះហើយគាត់នៅតែធ្វើបាប Louis ដែរចាប់ឃុំឃាំងបៀតបៀនអីចឹងទៅដែររហូតដល់ថ្ងៃមួយក្នុងកំឡុងពេលដែលគាត់ចាប់ចម្រិតហ្នឹងគឺគាត់បានទារលុយឲ្យ Louis ហ្នឹងទៅសេសាយឲ្យគាត់ហ្នឹងចំនួន$500ហើយគាត់ក៏បានយកទៅដកនៅធនាគារពេលដែលទៅដកហ្នឹងឈ្មោះធនាគាររបស់គាត់នៅស្រុកគេនៅពេលដែលគេបាត់ខ្លួនអញ្ចឹងទៅឈ្មោះធនាគារឬក៏ឈ្មោះអីចឹងគឺគេដាក់ missing person អីចឹងណាអញ្ចឹងនៅពេលដែលទៅដកអញ្ចឹងទៅខាងធនាគារគេក៏បានតាក់ទងទៅកាន់ប៉ូលីសអញ្ចឹងប៉ូលីសគេក៏បានទៅសួរនាំដល់ Jeffrey ដល់ផ្ទះយកហ្មងតែសំណាងអីអ្នកនរគ្នានៅថ្ងៃដែលប៉ូលីសគេទៅសួរនាំដល់ផ្ទះហ្នឹងគឺពេលហ្នឹងគឺ Louis គឺគាត់អត់មានជាប់ចំណងទេអញ្ចឹងគាត់ក៏បានហត់មកកាន់ប៉ូលីសហ្មងអ្នកនរគ្នាថាគាត់ហ្នឹងឯងគឺជា Louis ដែលបាត់ខ្លួនហ្នឹងហើយប៉ូលីសភ្លាមហ្នឹងគឺគេចាប់ខ្លួន Jeffrey យកទៅប៉ុស្តិ៍ប៉ូលីសដើម្បីសាកសួរហ្មងអ្នកនរគ្នាហើយប៉ូលីសគឺគេស្គាល់ Jeffrey ច្បាស់ហ្មងអ្នកនរគ្នាដោយសារ Jeffrey ហ្នឹងគឺពេលដែលគាត់ធំពេញវ័យមកគឺគាត់តែងតែបង្កបញ្ហាវាយអ្នកនេះវាយអ្នកនោះដូចប្រើពើហិង្សាលើប្រពន្ធគាត់ហើយអីដែលមួយទៀតដែលគាត់ខ្ញុំថាគាត់ creepy ហ្នឹងគឺគាត់តែងតែលួចខោក្នុងរបស់អ្នកនេះអ្នកនោះអញ្ចឹងបានអញ្ចឹងណាអញ្ចឹងបានប៉ូលីសនៅក្នុងនោះគឺគេចំណាំមុខគាត់ច្បាស់ហ្មងគាត់ថាគេអត់មានធ្វើអីគាត់បានអីចឹងណាហើយនៅពេលដែលប៉ូលីសចាប់ខ្លួនគាត់ហ្នឹងគឺគេបានលីងរឿងក្តីជាច្រើនតាក់ទងជាមួយនឹងគាត់អ្នកនរគ្នាដោយទី1ហ្នឹងគឺគេលីងរឿងក្តីរបស់ប្រពន្ធគាត់ដែលមានឈ្មោះថា Martha ដែលថាសុកបាត់ខ្លួនហ្នឹងគេគិតថាគាត់ហ្នឹងគឺជាអ្នកដែលសម្លាប់ Martha ហ្នឹងហើយមនុស្សស្រីទី2ហ្នឹងគឺមានឈ្មោះថា Emily ដែលគាត់បាត់ខ្លួនកាលពីឆ្នាំ2000គាត់ហើយបាត់ខ្លួនហើយសុកគឺផ្ទះគាត់ឆេះនិយាយទៅរឿងរបស់គាត់ហ្នឹងគឺវាស្តៀងទៅនឹងរឿងរបស់ Louis ដែរអញ្ចឹងគេគិតថារឿងរបស់គាត់ហ្នឹងអាចជាអ្នកដែលធ្វើហ្នឹងគឺជា Jeffrey ហើយរហូតដល់ឆ្នាំ2010អ្នកនរគ្នាក៏មានមនុស្សស្រីម្នាក់បាត់ខ្លួនដូចគ្នាដែលមានឈ្មោះថា Shonda
ហើយមនុស្សស្រីដែលបាត់ខ្លួនហ្នឹងគឺនៅម្ដុំផ្ទះរបស់ Jeffrey ហ្នឹងហ្មងអញ្ចឹងគេគិតថារឿងក្តី3ហ្នឹងគឺតាក់ទងជាមួយនឹង Jeffrey ហើយ Jeffrey គឺជាអ្នកដែលបង្ករឿងក្តីហ្នឹងអាចជាអ្នកដែលសម្លាប់អញ្ចឹងបានគេសង្ស័យថាគាត់ហ្នឹងគឺជា serial killer ពេលឡើងតុលាការ Jeffrey គឺគេបានកាត់ទោសឲ្យគាត់ហ្នឹងជាប់គុករហូតយកហ្មងអ្នកនរគ្នាគាត់អាចសុំចេញក្រៅទោសបាននៅពេលដែលគាត់អាយុ119ឆ្នាំប៉ុន្តែគាត់អាចរស់នៅដល់119ឆ្នាំទេអញ្ចឹងមានន័យថាវាថាគាត់ជាប់គុកមួយជីវិតគឺគាត់អាចចេញក្រៅគុកបានទេនិយាយទៅមនុស្សគាត់គឺគំរោះខ្លាំងហ្មងអ្នកនរគ្នារឿងក្តីនេះខ្ញុំស្ដាប់ហើយគឺខ្ញុំហួសចិត្តហើយមានអារម្មណ៍ថាខ្ពើម Jeffrey នៅខ្លាំងយកហ្មងហើយអ្នកដែលគាត់មើលរឿងក្តីនេះគិតថាមិនដែរចំពោះរឿងក្តីនេះអាចខមមិននៅក្រុមនឹងបានហើយចាំជួយ like Facebook page ហើយនិង follow IG របស់ខ្ញុំម្នាក់មួយផងបើសិនជាមានរឿងក្តីអីចង់ឲ្យខ្ញុំនិយាយអាចខមមិននៅក្រុមនឹងបានហើយជួបគ្នានៅវីដេអូក្រោយ